ជំរាបសួរនាងខ្ញុំឈ្មោះផាលីអាយុ20ឆ្នាំសប្តាហ៍ថ្ងៃរស់នៅភូមិស្រែកែសឃុំសោមស្រុកគិរីវង្សខេត្តតាកែវមុខបរធ្វើការរងអីធ្វើការរងចាក់ពេលធ្វើទឹកពីមុនហ្នឹងដេកអត់សូវលក់អាសាអស់កម្លាំងហើយវិលមុខហូបអីទៅក៏ក្អួតអត់សូវឃ្លានរកតែក្អួតចង្អោរខ្ញុំកាពះយូរឆ្នាំហើយអាសាអស់កម្លាំងដេកអត់សូវបានវិលមុខហូបអីក៏អត់បានក្លិនម្ហូបសាច់គោអីក្លិនរកតែក្អួតចង្អោរដូចអ្នកបើអ្នកធ្វើការមួយខ្ញុំគេថាខ្ញុំដូចអ្នកចេញកូនតែតាមពិតខ្ញុំអត់ចេញកូនតែខ្ញុំកាពះអាលៀកយូរហើយតាំងពីខ្ញុំអាយុពី10ឆ្នាំមកអាលៀកកាពះបានទៅពេទ្យគេផ្សំថ្នាំផ្សំអីហើយជួសឈាមមើលគេថាអត់អីតែដល់ពេលអត់អីខ្ញុំចេះតែកាពះខ្ញុំកាន់តែធ្វើទុកខ្លាំងទៅចឹងហើយហូបបាយអត់បានកាន់តែឆ្លេកឆ្លាំងធ្វើទុកកាន់តែខ្លាំងទៅផលិតផលនេះខ្ញុំអូស Facebook ឃើញគេល្បីអ្នកផឹកថ្នាំនេះបាត់ដល់ពេលយ៉ាងទៅខ្ញុំក៏ទិញយកមកសាកខ្ញុំផឹកអាហ្នឹងទៅខ្ញុំហូបបាយបានហើយគេងលក់ស្រួលខុសពីមុនឆ្ងាយបាយបានច្រើនធ្វើការក៏អត់សូវអស់កម្លាំងហើយក៏អត់សូវវិលមុខដូចមុនតាំងពីផឹកថ្នាំហ្នឹងបានមួយអាទិត្យខ្ញុំមើលខ្លួនខ្ញុំបាន50%ដោយសារអីហូបបាយច្រើនវាអត់សូវចុកឆ្អល់កាពះពីមុនខ្ញុំអត់ទាន់ស្គាល់ថ្នាំនេះខ្ញុំហូបបាយបានតែមួយចានអីខ្ញុំចុកស្អល់ដេកពេលខ្លះដេកយំដោយសារខ្ញុំស្គាល់ថ្នាំនេះហើយធ្វើឲ្យខ្ញុំហូបបាយបានច្រើនហើយវាអត់ស្អល់កាពះខ្ញុំថាខ្ញុំជឿជាក់100%ដោយសារថ្នាំនេះល្អព្រោះថ្នាំខ្មែរខ្ញុំចង់ផ្ដាំផ្ញើទៅបងអ្នកធ្វើការរោងចក្រដូចខ្ញុំទិញថ្នាំនេះទៅមិនខុសបំណងទេដោយសារអីយើងធ្វើការរោងចក្រយើងបាយអត់សូវទៀងទាត់ដល់ពេលយើងទៅធ្វើឲ្យយើងកាពះយើងធ្វើទុកពេលយើងទិញថ្នាំនេះទៅយើងហូបបាយបានទៀងទាត់ហើយកាពះក៏យើងអត់សូវធ្វើទុកហើយយើងមានកម្លាំងបានធ្វើការរកលុយទៀត